សួស្តីបងប្អូនថ្ងៃនេះខ្ញុំជម្រាបមុខម្ហូបមួយឈ្មោះហៅថាសម្លប្រហើរសាកេបងប្អូនចាសម្លហ្នឹងគឺយើងត្រូវបុកគ្រឿងហ្នឹងហើយនេះគឺជាផ្លែសាកេហើយបន្តមកខ្ញុំត្រូវតែមានអង្ករហ្នឹងយើងត្រាំវាហើយយើងបុកវាហើយបន្តពីផ្លែសាកេយើងលាងស្អាតហើយគឺយើងយកវាមកស្ងោរអញ្ចឹងណាបងប្អូនចាហើយអង្កររបស់យើងនេះបុករួចហើយចាហើយបន្តមកគ្រឿងដែលយើងមាននេះគឺយើងរៀបចំរួចហើយដែរចាហើយយើងស្ងោរសាកេយើងមកឆ្អិនហើយយើងដាក់ជាមួយនឹងយើងជ្រុំប្រហុកបងប្អូនចាសាឡនហ្នឹងគឺត្រូវជ្រុំប្រហុកចូលហើយភ្លេចប្រាប់បងប្អូនគ្រឿងមិញហ្នឹងមានលឹកគល់លឹកគ្រីខ្ទឹមសហើយនឹងរំដេងណាយើងបុកបញ្ចូលគ្នាមកហ្នឹងហើយហើយបន្តមកសម្លរបស់យើងពុះទឹកសម្លយើងពុះយើងបានដាក់ក្បាលត្រីខ្ញុំបានប្រើក្បាលត្រីសាម៉ុនហើយនឹងត្រីរ៉ស់ចាយើងដាក់ពីមុខនឹងធ្វើឲ្យសឡរបស់យើងនឹងមានរសជាតិឆ្ងាញ់មែនតែនបងប្អូនចាជាពិសេសគឺយើងមានក្បាលត្រីសាម៉ុនហ្នឹងណាចាហ្នឹងហើយយើងដាក់ត្រីរបស់យើងចូលមកហើយយើងទុកឲ្យត្រីរបស់យើងនឹងឲ្យពុះណាហើយបន្ទាប់មកនេះគឺអង្ករមិញយើងបុកហ្នឹងយើងត្រូវដាក់ទឹកបន្តិចណាបងប្អូនកុំឲ្យវាកករឹងណាតែយើងដាក់ចូលទាំងអត់បុកដល់អត់ដាក់ទឹកហ្នឹងវារឹងនៅក្នុងសឡយើងពិបាកយើងជ្រុំវាយើងដាក់ទឹកចឹងទៅធ្វើឲ្យសឡរបស់យើងនឹងមិនចាំបាច់រឹងទេវាអត់កកដុំហើយវាស្រួលហ្នឹងហើយយើងដាក់ទឹកចឹងយើងយកវាមកដាក់នៅក្នុងសឡយើងចឹងវាធ្វើឲ្យរសជាតិឆ្ងាញ់ហើយនេះគឺសឡនំបញ្ចុកបងប្អូនទឹកសឡនំបញ្ចុកហ្នឹងហើយខ្ញុំក៏ដាក់ចូលជាមួយនឹងគ្នាទៅវាសឡប្រហើរដូចគ្នាប៉ុន្តែបងប្អូនអត់មានក៏អត់ទេណាហើយនេះខ្ញុំដាក់អំបិលហើយនឹងស្ករបន្តិចណាបងប្អូនចាសឡហ្នឹងណាបន្ទាប់មកទៀតគឺយើងមានគល់ស្លឹកគ្រៃយើងហ្នឹងដែលយើងបុកមិញហ្នឹងមិនគល់ស្លឹកគ្រៃហ្នឹងចាយើងដែលបុកមិញហើយមានគ្រឿងខ្ទឹមគល់មានមើមខ្ទឹមហើយនឹងរំដេងហ្នឹងយើងយកមកលាយជាមួយនឹងទឹកមកហើយយើងជ្រុំវានឹងចានអញ្ចឹងទៅមុននឹងយើងចាក់ចូលក្នុងសឡយើងណាកុំឲ្យវាកករឹងដុំចាធ្វើអញ្ចឹងធ្វើឲ្យសឡរបស់យើងងាយស្រួលហើយនេះគឺពុះហើយចាយើងដាក់គ្រឿងយើងប៉ុណ្ណឹងមកពុះយើងទុកវាឲ្យពុះបានបន្តិចអញ្ចឹងណាចាដល់ពេលពុះហើយយើងមានបន្តមកគឺយើងមានបន្លែយើងខ្ញុំមានស្លឹកយើងដាក់លឹកបាសក៏បានដែរបងប្អូនខ្ញុំតែខ្ញុំមានលឹកបាសខ្ញុំដាក់លឹកផ្ទៃចានឹងឲ្យផ្ទៃនៅក្រោយផ្ទះហ្នឹងបេះមកដាក់ទៅរសជាតិឆ្ងាញ់មែនតើបងប្អូនបន្លែធម្មជាតិពិតតែម្ដងចាបងយើងដាក់បន្លែមានផ្ទៃក៏បានបន្លែលឹកបាសក៏បានហើយនឹងដាក់ស្អប់អីក៏បានដែរបងប្អូនមានណាហ្នឹងហើយយើងទុកតាមមកពុះក៏បានដែរបងប្អូនកុំទុកយូរពេកខ្លាចវារលួយបន្លែអញ្ចឹងណាហ្នឹងហើយសម្លរបស់យើងគឺរួចរាល់ហើយបងប្អូនចាឲ្យភ្លក់មើលទៅមកឆ្ងាញ់ល្មមគឺប៉ុន្តែសម្លប្រហើរហ្នឹងរសជាតិឆ្ងាញ់មែនតើជាពិសេសគឺយើងដាក់ផ្លែសាកេបងប្អូនគឺល្មួតដូចដលងអញ្ចឹងនឹងដូចសឡខ្នោដែរប៉ុន្តែយើងដូរពីខ្នោដាក់ផ្លែសាកេបងប្អូនប៉ុន្តែបើផ្លែសាកេរសជាតិឆ្ងាញ់មែនតើចាអរគុណ